ស្រណងដីខ្មែរត្រង់ស្រាចំការបាទសូមជម្រាបសួរលោកពូណាមីងលោកតាលោកយាយនិងបងប្អូនអ្នកស្ដាប់អ្នកទស្សនាទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជាទីរាប់អានបាទនៅពេលនេះខ្ញុំបាទសេងតារាដែលជាអ្នកស្រាវជ្រាវប្រវត្តិសិល្បករកវីនិពន្ធតន្ត្រីករជើងចាស់និងជាអ្នកស្រាវជ្រាវឯកសារប្រវត្តិសាស្ត្រផងបាទវិលមកជួបបងប្អូនលោកពូណាមីងសាជាថ្មីទៀតហើយក្នុងឱកាសនេះខ្ញុំបាទសូមនាំយកនៅរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សែនជក់ចិត្តមួយខ្សែទៀតមកបង្ហាញជូននោះគឺតាក់ទងទៅនឹងបរោះខ្លាំងទៀតហើយគឺបរោះខ្លាំងហើយឥឡូវនេះគឺដល់វគ្គចុងក្រោយនៃសៀវភៅបរោះខ្លាំងហើយដែលគេបានសរសេររឿងរ៉ាវចម្រុះគ្នាជាច្រើនអំពីបរោះខ្លាំងរូបនេះតាំងពីគាត់ចូលព្រៃម៉ាគីនៅដើមទសវត្សរ៍ទី70ក្រោយពេលដែលលោកសេនាប្រមុខលន់នល់ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តមសីហនុពីរាជបល្ល័ង្កនៅថ្ងៃ18ខែមីនាឆ្នាំ1970ហើយពេលនោះក្រោយពីមានការប្រកាសរបស់សម្ដេចឪព្រះបាទនរោត្តមសីហនុឲ្យប្រជាជនរាស្ត្រទាំងឡាយដែលគាំទ្រព្រះអង្គនាំគ្នារត់ចូលព្រៃម៉ាគីដើម្បីច្បាំងដណ្ដើមអំណាចពីរដ្ឋាភិបាលសាធារណរដ្ឋខ្មែរដឹកនាំដោយលោកសេនាប្រមុខលន់នល់យកអំណាចថ្វាយព្រះអង្គវិញហើយក្នុងនោះយុវជនដែលស្នាក់នៅវត្តនិកវ័នហ៊ុនសែនក៏បានចូលព្រៃម៉ាគីផងដែរហើយក្រៅពីនេះគឺមានប្រជាជនផ្សេងទៀតតាមបណ្ដាខេត្តដែលជាអ្នកស្រឡាញ់ស្ដេចបាននាំគ្នាចូលព្រៃម៉ាគីដូចគ្នាហើយតាំងពីពេលនោះមកគាត់ក៏បានផ្សងព្រេងជីវិតនៅក្នុងព្រៃក្នុងនាមជាតបឧទាមតែពេលហ្នឹងគឺគាត់បានដឹងថាអ្នកគ្រប់គ្រងលើចលនាតស៊ូក្នុងព្រៃទាំងអស់នោះគឺជាខ្មែរក្រហមទីហើយក្រោយមកនៅឆ្នាំ1975នៅពេលដែលពួកខ្មែរក្រហមច្បាំងឈ្នះខាងរបបឬក៏កងទ័ពសាធារណរដ្ឋខ្មែរសម្ដេចក៏បានក្លាយទៅជាកម្មាភិបាលខ្មែរក្រហមផងដែររហូតដល់ឆ្នាំ1977ទើបសម្ដេចរត់ចោលពួកខ្មែរក្រហមហើយចូលក្នុងទឹកដីវៀតណាមជាមួយនឹងសហការីផ្សេងទៀតហើយក្រោយមកនៅចុងឆ្នាំ1978តាមរយៈបញ្ញាញាណឆ្លៀសវៃរបស់គាត់ក៏បានអូសទាញកងទ័ពវៀតណាមហើយក្រុមគាត់ក៏បានបង្កើតនៅរណសេរីតស៊ូមួយផងដែរគឺរណសេរីសាមគ្គីសង្គ្រោះជាតិកម្ពុជាហើយបានរួមកម្លាំងគ្នាជាមួយនឹងកងទ័ពវៀតណាមវាយចូលប្រទេសកម្ពុជាផ្ដួលរំលំរបបខ្មែរក្រហមឲ្យដួលរលំទៅវិញក៏ប៉ុន្តែពីនោះសួរថាហេតុអ្វីបានជាលោកប៉ាន់សវណ្ណត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីទៅវិញហើយសម្ដេចហេងសំរិនត្រូវបានតែងតាំងជាប្រមុខរដ្ឋរីឯសមមិត្តហ៊ុនសែនគឺបានត្រឹមតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេសប៉ុណ្ណោះតែហេតុអ្វីបានជាលោកប៉ាន់សវណ្ណមានអធិភាពជាងគេคล้ายទៅជានាយករដ្ឋមន្ត្រីនៅពេលនោះហើយក្រោយមកនៅពេលដែលលោកប៉ាន់សវណ្ណត្រូវបានចាប់ខ្លួនយកទៅដាក់គុកនៅវៀតណាមក្នុងឆ្នាំ1981ក៏មិនទាន់ដល់វេនសមមិត្តហ៊ុនសែនត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីផងដែរគឺគេតែងតាំងលោកច័ន្ទស៊ីទាល់តែលោកច័ន្ទស៊ីទទួលមរណភាពនៅដើមឆ្នាំ1985ទើបដល់វេនសមមិត្តហ៊ុនសែនដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីត្រង់នេះមានសំណួរលើកឡើងថាមកដល់ត្រង់នេះមានសំណួរបានលើកឡើងថានៅពេលដែលគេបានស្ដាប់នៅសន្ទរកថាឬក៏អ្វីដែលសម្ដេចបានលើកឡើងនៅសម័យក្រោយនៅពេលដែលសម្ដេចកាន់អំណាចពេញដៃហើយគេស្ដាប់ទៅហាក់ដូចជាសម្ដេចបានធ្វើអ្វីច្រើនណាស់តាំងពីសម័យកាលតស៊ូគឺហាក់បីដូចសម្ដេចដឹកនាំអ្វីគ្រប់យ៉ាងនៅក្នុងចលនាតស៊ូរៀបចំនេះរៀបចំនោះក៏ប៉ុន្តែហេតុអ្វីនៅពេលដែលផ្ដួលរំលំរបបខ្មែរក្រហមហើយគេមិនតែងតាំងសម្ដេចជានាយករដ្ឋមន្ត្រីគឺតែងតាំងលោកប៉ាន់សវណ្ណបន្ទាប់មកលោកច័ន្ទស៊ីហើយតើតែលោកច័ន្ទស៊ីទទួលមរណភាពទើបគេតែងតាំងសម្ដេចហើយក្រៅពីនេះយើងនឹងបានដឹងរឿងរ៉ាវផ្សេងទៀតនៃប្រវត្តិសាស្ត្រខ្មែរដែលគេបានសរសេររៀបរាប់នៅក្នុងសៀវភៅហ៊ុនសែនបរោះខ្លាំងរបស់កម្ពុជាគឺតាំងពីការចរចាជាមួយនឹងក្រុមភាគីទាំង3គឺមានក្រុមលោកតាសឿនសានក្រុមចលនាហ៊ុនស៊ិនពេជ្ររបស់សម្ដេចនរោត្តមសីហនុហើយនឹងក្រុមខ្មែរក្រហមហើយចុងក្រោយក៏បានបង្កើតនៅកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃ23ខែតុលាឆ្នាំ1991ហើយក្រោយមកទៀតមានការបោះឆ្នោតឆ្នាំ93ហើយបន្តមកទៀតមានការបោះឆ្នោតឆ្នាំ1998ក៏ប៉ុន្តែអ្វីដែលគេបានកត់សម្គាល់ឃើញមួយគឺថាចាប់តាំងពីសម្ដេចកាន់តំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ85ហើយក្រោយមកទៀតមានការប្រែប្រួលនយោបាយយ៉ាងណាក៏ដោយក៏សម្ដេចនៅតែមានតំណែងនាយករដ្ឋមន្ត្រីគ្រប់ពេលវេលា
មិនថាសម័យកាលសាធារណរដ្ឋប្រជាមានិតកម្ពុជាសម័យរដ្ឋកម្ពុជាសម័យចរចាសម័យអន្តរកាលផ្សេងមុនឆ្នាំ93ហើយបើទោះបីជាឆ្នាំ93គណៈបកប្រជាជនចាញ់ឆ្នោតក៏សម្ដេចនៅតែជានាយករដ្ឋមន្ត្រីហើយនៅឆ្នាំ98ទោះបីជាមានការតវ៉ាប្រឆាំងចំពោះលទ្ធផលការបោះឆ្នោតយ៉ាងណាក៏ដោយឆ្នាំ2003ឆ្នាំ2008និងឆ្នាំបន្ទាប់ក៏សម្ដេចនៅតែរក្សាតំណែងបានជានាយករដ្ឋមន្ត្រីគ្រប់សម័យកាលគ្រប់កលៈទេសៈនោះហើយគេហៅថាបរោះខ្លាំងអញ្ចឹងតោះឥឡូវវគ្គនេះយើងនឹងបានស្ដាប់រឿងរ៉ាវចុងក្រោយនៃសៀវភៅហ៊ុនសែនបរោះខ្លាំងរបស់កម្ពុជាក៏ប៉ុន្តែវគ្គនេះគេនឹងរំលេចនៅអង្គញាម្នាក់ដែលធ្លាប់មានរឿងអាស្រូវដែលធ្វើឲ្យសម្ដេចបានស្អុយឈ្មោះលើឆាកអន្តរជាតិឬក៏ត្រូវបានអន្តរជាតិមានការចាប់អារម្មណ៍ពីចំណុចសៅហ្មងរបស់សម្ដេចផងដែរនោះគឺលោកថេងប៊ុនម៉ាថៅកែក្រុមហ៊ុនថៃប៊ុនរងហើយក៏ជាអតីតថៅកែសន្តាគារអង្គាកុងតំណងតាមដល់ល្បីក្នុងរាជធានីភ្នំពេញគឺនៅម្ដុំស្តុបផ្សារដើមគោពេលនេះគឺលេខដំណើរការទៅហើយថាតើរឿងរ៉ាវសម្ដេចដែលជាប់ឈ្មោះជាមួយនឹងអតីតថៅកែថៃប៊ុនរងគឺអង្គញាថេងប៊ុនម៉ានៅពេលនោះជាប់ពាក់ព័ន្ធនឹងរឿងអ្វីខ្លះអញ្ចឹងយើងស្ដាប់វគ្គនេះប្រកាសជាជក់ចិត្តមែនទែនហ៊ុនសែនបរោះខ្លាំងរបស់កម្ពុជាវគ្គបញ្ចប់អត្ថាធិប្បាយដោយបងស្រីមនីដួងចិត្តដូចតទៅចំណេះដឹងទូទៅសូមជូនហ៊ុនសែនបរោះខ្លាំងរបស់កម្ពុជានិពន្ធដោយលោក Harris Mehta និងលោកស្រី Julie Mehta បកប្រែដោយកែសឿននិងជួននឿនភាគទី15ពេលលោកខៀវសំផននិងនួនជាចោះចូលរដ្ឋាភិបាលកម្ពុជាក្នុងខែធ្នូឆ្នាំ1998បញ្ហាតានតឹងនៃតុលាការកាត់ក្តីមួយកាន់តែពុះពោឡើងថែមទៀតអ្នកទាំងពីរបន្ថែមការប្រមាថទៅលើស្នាមរបួសចុកចាប់ដែលមានស្រាប់មកហើយនៅពេលដែលពួកគេនិយាយថាស្ដាយចំពោះអក្រិតកម្មប្រឆាំងមនុស្សជាតិរបស់ពួកគេហើយក៏ប្រញាប់ប្រញាល់ដកថយទៅកាន់បន្ទប់ត្រជាក់មានផាសុកភាពតម្លៃ$105អាមេរិកក្នុងមួយយប់នៅសន្តាគាររយ៉ាល់ភ្នំពេញពេលដែលពួកគេគួរត្រូវបានយកទៅដាក់គុកទេ3របស់ក្រុងភ្នំពេញឯនោះវិញច្បាស់ណាស់ពួកគេកំពុងតែព្យាយាមគេចវេះជាមួយឃាតកម្មរង្គាលរបស់ពួកគេលោកហ៊ុនសែនរក្សាជំហរមើងម៉ាត់របស់គាត់ដដែលដោយទទូចថាពួកគេត្រូវប្រឈមមុខជាមួយតុលាការកាត់ក្តីមួយសម្បីតែអ្នកទីទានរដ្ឋាភិបាលធ្ងន់ធ្ងរបំផុតគឺលោកសំរងស៊ីក៏ផ្ដល់ការគាំទ្ររបស់គាត់ចំពោះសំណើរបស់លោកហ៊ុនសែនដែរប៉ុន្តែឧត្តមសេនីយ៍ខ្មែរក្រហមមួយទៀតតាមុកដែលគេស្គាល់ផងដែរថាជាអ្នកកាប់សម្លាប់នៅរួចខ្លួននៅឡើយហើយមានការភ័យខ្លាចជាថ្មីទៀតថាប្រសិនបើគាត់ត្រូវបានអនុញ្ញាតឲ្យរត់សេរីពេញព្រៃទៀតនោះគាត់នឹងមានលទ្ធភាពកសាងឡើងវិញនៅកម្លាំងរបស់គាត់ដែលគេវាយឲ្យបរាជ័យហើយនោះដើម្បីវិលត្រឡប់មកកាន់កាប់ទឹកដីកម្ពុជាមួយផ្នែកម្ដងទៀតប្រផ្នូលកាន់តែអាក្រក់ជាងនេះទៀតគឺក្រុមមនុស្សខ្មែរក្រហមអាចជួយតាមុកហើយខ្លាចជាក្រុមចោរដើម្បីបំភ័យប្រជាជនកម្ពុជាខ្លះបាននិយាយមិនស្មោះថាវាអត់ប្រយោជន៍ទេក្នុងការដាស់បញ្ហាឡើងវិញហើយថាជាមធ្យោបាយដ៏ប្រសើរបំផុតដើម្បីផ្សះផ្សាជាតិនោះគឺបោះចោលគំនិតនៃការកោះតុលាការកាត់ក្តីចោលទៅប៉ុន្តែធ្វើដូច្នេះវានឹងបន្សល់ទុកទម្លាប់អសិលធម៌មួយសម្រាប់អក្រិតជនមិនសមហេតុផលហើយនាំប្រទេសជាតិទៅក្នុងផ្លូវគ្រោះថ្នាក់មួយទោះជាយ៉ាងណាក៏ដោយមធ្យោបាយដើម្បីផ្សះផ្សាមនុស្សដែលរងរបួសគឺកោះយកអតីតកាលដែលកប់ចោលមកដាក់កណ្ដាលវាលគឺប្រឈមជាមួយវាដោយក្តីអង្អាចហើយដាក់ជាឧទាហរណ៍មួយតាមរយៈការដាក់ទណ្ឌកម្មអ្នកដែលមានកំហុសបើគ្មានទម្លាប់មួយទេជនពាលនីមួយៗនឹងទទួលបានសារថាពួកគេអាចប្រើកាំភ្លើងដែលមិនបាច់ភ័យខ្លាចចំពោះច្បាប់ហើយវានឹងបញ្ជូនសញ្ញាមួយទៅដល់យុទ្ធជនខ្មែរក្រហមដែលនៅសេសសល់ថាពួកគេអាចប្រមូលគ្នាជាក្រុមឡើងវិញហើយរក្សាមនោគមវិជ្ជារបស់ពួកគេឲ្យមានជីវិតដដែលដូចគ្នានេះដែរវាមានសារៈសំខាន់ណាស់ថាការកាត់ក្តីត្រូវធ្វើឡើងក្នុងតុលាការកម្ពុជាមួយជាផ្នែកសត្វនេតកម្មធំមួយនៅកម្ពុជាជាលទ្ធផលនៃការបំផ្លាញដោយពួកអាមេរិកនៅរបបអព្យាក្រឹតមួយរបស់សម្ដេចសីហនុគឺជាការទម្លាក់គ្រាប់បែកសម្ងាត់របស់ប្រធានាធិបតីអាមេរិកលោក Richard Nixon លើប្រទេសកម្ពុជាដែលដុតរលកំហឹងរបស់ខ្មែរហើយរៀបចំឆាកសម្រាប់ពួកលទ្ធិជ្រុលនិយមហួសហេតុតួយ៉ាងប៉ុល ពតនិងខ្មែរក្រហមឲ្យងើបឡើងប៉ុល ពតស្អប់ពួកលោកខាងលិចដែលបំផ្លាញប្រទេសរបស់គាត់ហើយក្នុងចំណងខ្លាំងរបស់គាត់ក្នុងការលុបបំបាត់ឲ្យស្អាតនៅដែនរបស់លោកខាងលិចចេញពីសង្គមខ្មែរគាត់សម្រាប់ប្រជាជនឯងជាអ្នកសម្ដែងសកម្មនិងប្រកាន់គណៈបកនយោបាយមួយក្នុងនយោបាយកម្ពុជាការទម្លាក់គ្រាប់បែកឥតស្រាកស្រានរបស់សហរដ្ឋអាមេរិកលើប្រទេសក្រីក្រហើយតួនាទីខ្មែរកខ្វក់របស់វាក្នុងការធ្វើឲ្យសម្ដេចសីហនុគ្មានស្ថិរភាពបានដកហូតពីទីក្រុងវ៉ាស៊ីនតោននៅសិទ្ធិផ្នែកសិលធម៌ក្នុងការអង្គុយវិនិច្ឆ័យលើកិច្ចការរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្នការកាត់ក្តីមួយរបស់មេដឹកនាំខ្មែរក្រហមស្ថិតក្នុងគ្រោះថ្នាក់លិចលង់ដោយសារប្រទេសមួយចំនួនដែលដើរតួនាទីលួចលាក់ក្នុងការគ្រប់គ្រងប៉ុល ពតក្នុងការប៉ុនប៉ងរបស់ពួកគេដើម្បីផ្ដួលរំលំរបបរដ្ឋាភិបាលលោកហ៊ុនសែនក្នុងឆ្នាំ1980ប្រទេសចិនលោកខាងលិចនិងសមាគមអាស៊ានគ្រប់គ្រងខ្មែរក្រហម
ប្រទេសចិនជាពិសេសបានជំទាស់ដល់ចំហចំពោះការកាត់ក្តីមួយព្រោះទូនីតិគួរឲ្យសង្ស័យរបស់គេនឹងត្រូវបានគេដឹងឮវានឹងជាការចំអកដ៏មហិមាមួយចំពោះយុត្តិធម៌ប្រសិនបើផលប្រយោជន៍ចង្អៀតចង្អល់របស់ប្រទេសមួយចំនួនត្រូវបានគេអនុញ្ញាតឲ្យទាញការកាត់ក្តីនេះធ្លាក់កន្លងដើម្បីគ្របឲ្យចិត្តឈឹងលើការគ្រប់គ្រងដ៏គួរឲ្យផ្ដន្ទាទោសរបស់ពួកគេចំពោះខ្មែរក្រហមមានមនុស្សជាច្រើនដែលនិយាយហើយនិយាយទៀតអំពីហេតុការណ៍ជាក់ស្ដែងថាលោកហ៊ុនសែនគួរតែត្រូវបានគេនាំយកមកកាត់ក្តីដែរពីព្រោះគាត់ជាផ្នែកមួយរបស់ខ្មែរក្រហមរហូតដល់ពេលគាត់រត់ចោលជួលទៅវៀតណាមក្នុងឆ្នាំ1977ហេតុការណ៍ជាក់ស្ដែងគឺថាគាត់មិនមែនជាអ្នកធ្វើសេចក្តីសម្រេចក្នុងខ្មែរក្រហមទេគាត់ជាមេបញ្ជាការយោធាម្នាក់ដែលភៀសខ្លួនពេលដែលគាត់ត្រូវបានគេប្រាប់ឲ្យវាយប្រហារលើជនស្លូតត្រង់ប្រសិនបើលោកហ៊ុនសែនត្រូវបានគេនាំទៅកាត់ក្តីព្រះមហាក្សត្រសីហនុក៏ទទួលការកាត់ក្តីដែរព្រោះព្រះអង្គធ្វើជាប្រមុខរដ្ឋអស់មួយរយៈពេលដែរក្នុងអំឡុងរបបគ្រប់គ្រងរបស់ប៉ុលពតប៉ុន្តែអ្នកស៊ើបការរកមិនឃើញទាល់តែសោះដើម្បីឆ្លៃដាក់អ្នកណាម្នាក់ក្នុងចំណោមពួកគេទាំងពីរគំនិតរបស់អ្នកលេងអុកម្នាក់គាត់ធ្លាប់រស់ក្បែរកាំភ្លើងហើយជាញឹកញាប់វិចតែនឹងស្លាប់ដោយសារកាំភ្លើងដែរទាហានឧទាមពេញវ័យម្នាក់ដែលគេចគ្រាប់កាំភ្លើងមិនខុសគ្នាពីបរិសុទ្ធពេញរូបរាងម្នាក់ទេគឺនាយករដ្ឋមន្ត្រីដែលធ្លាប់មានគ្រាប់រកែតនិងគ្រាប់បែកដៃនិងគប់ដាក់គាត់សត្រូវរបស់គាត់ជាច្រើនព្យាយាមម្ដងហើយម្ដងទៀតដើម្បីធ្វើឃាតគាត់តែពួកគេមិនអាចធ្វើឲ្យគាត់មានគ្រោះថ្នាក់បានទេសង្គ្រាមក្តៅគគុកដែលលោកហ៊ុនសែនត្រាំត្រែងហើយមានឈាមសាច់ប្រឡាក់គាត់កាលគាត់នៅជាក្មេងប្រុសនោះតឆាបឆេះពេញជីវិតយុវវ័យរបស់គាត់មិនបានស្គាល់អ្វីហៅថាសន្តិភាពហើយបញ្ចេញសកម្មភាពទៅលើគ្រប់ស្ថានភាពដូចគ្នានឹងរបៀបដែលទាហានឧទាមម្នាក់នឹងធ្វើដែរសំណាញ់ដ៏ចាក់ស្រេះដែលគាត់បានវិញនេះអាចសម្លាប់គាត់បាននៅពេលខ្លះប៉ុន្តែវាក៏រក្សាគាត់ឲ្យមានជីវិតដែរគាត់ធ្វើអត្ថាធិប្បាយថាពួកគេមិនអាចព្រោះរំលំខ្ញុំដោយកម្លាំងបានទេប្រសិនបើពួកគេចង់កម្ចាត់ខ្ញុំចោលពួកគេនឹងត្រូវតែលេងល្បែងនយោបាយឆ្លាតវៃជាងខ្ញុំអសន្តិសុខរបស់គាត់កើតចេញមកពីការដែលត្រូវហុំព័ទ្ធដោយសត្រូវក្នុងរូបភាពនៃខ្មែរក្រហមពួករាជានិយមនិងមេដឹកនាំជំទាស់ដែលចង់បំផ្លាញគាត់ពីរណ្ដៅអសន្តិសុខដោះចេញនៅឫសសន្តិភាពរបស់គាត់ដោយគាត់បានរៀបចំស្រទាប់ជុំវិញខ្លួនគាត់ជាមួយអង្គរៈដែលគាត់រើសដោយផ្ទាល់ដៃយ៉ាងប្រុងប្រយ័ត្នហើយលើសពីពួកគេទៅទៀតមានកងកម្លាំងប្រដាប់អាវុធទាំងមូលដែលអាចត្រូវគេហៅចេញឲ្យមកគ្រប់គ្រងរដ្ឋាភិបាលអ្នកតិទៀនលោកហ៊ុនសែនមានទំនោរប្រៀបធៀបគាត់ជាមួយប៉ុលពតនិងស្តាលីនប៉ុន្តែសន្និដ្ឋានភាពគួរបញ្ជាក់ការប្រៀបធៀបបែបលក្ខណៈបញ្ឆោតនិងភ័ន្តច្រឡំដោយសារថាគាត់ងើបឡើងបះបោមកពីការសម្លាប់រង្គាលហើយកិច្ចខ្លួនពីការកាប់សម្លាប់ទាំងនោះគាត់បដិសេធអនុវត្តបញ្ជារបស់ប៉ុលពតឲ្យវាយប្រហារទៅលើសមាគមចាមមួយប៉ុន្តែគាត់រស់ក្នុងពេលវេលាហិង្សាហើយនៅទីបំផុតទម្ងន់កលៈទេសៈបានប្រែក្លាយគាត់ទៅជាតួអង្គផ្ដាច់ការមួយរូបគាត់ចង់ខ្លាចជាដូច្នោះមែនមិនឲ្យអន់ជាងទេមានតែជនផ្ដាច់ការទេដែលអាចគ្រប់គ្រងសង្គមហិង្សានិងបាក់បែកជ្រើជ្រៅមួយដែលត្រូវបានហូរដោយសង្គ្រាមស៊ីវិលបច្ចឹមលោកគ្មានបង្ហាញជូនគាត់នៅការអត់ឱនណាមួយឡើយគេចង់ឲ្យគាត់ខ្លាចជាអ្នកប្រជាធិបតេយ្យទន់ភ្លន់ម្នាក់លោកហ៊ុនសែនមានកម្រិតអត់ធ្មត់ទាបណាស់ចំពោះពួកបច្ចឹមលោកដែលធ្វើរឹកជាគ្រូគាត់ដឹងថាវានឹងជាកំហុសមួយក្នុងការស្ទង់ប្រព័ន្ធបែបអាមេរិកក្នុងប្រទេសអាស៊ីមួយខ្វះលំនឹងខ្លាំងកំពុងស្ថិតលើគែមនៃភាពអនាធិបតេយ្យដែលសង្គ្រាមស៊ីវិលនៅឆេះភ្លើងរឹមនៅឡើយវាមិនអាចធ្វើទៅរួចនៅប្រទេសចិនហើយវាក៏នឹងមិនដំណើរការកើតនៅប្រទេសកម្ពុជាដែរលោកហ៊ុនសែនទទួលយកការប្រឈមមុខនោះហើយប៉ះទង្គិចផ្ទាល់ជាមួយបច្ចឹមលោកគាត់និយាយថាខ្ញុំចង់ខ្លាចជាបរិសុទ្ធខ្លាំងហើយធ្វើអ្វីមួយដើម្បីប្រទេសរបស់ខ្ញុំសម្ដីនេះលាន់សោគួរឲ្យគោរពប៉ុន្តែគាត់មិនមែនជាបរិសុទ្ធខ្លាំងគំរូដើមទេគាត់មិនជឿថាការធ្វើឃាតនឹងអំពើប្រល័យពូជសាសន៍អាចធ្វើឲ្យសង្គមមានសន្តិភាពរៀបរយឡើងវិញទេហើយវាក៏នឹងមិននាំប្រទេសរបស់គាត់ឆ្ពោះទៅកាន់វិបុលភាពបានដែរផ្ទុយទៅវិញគាត់បង្កើតក្របខ័ណ្ឌសម្រាប់លទ្ធិប្រជាធិបតេយ្យផ្ដាច់ការមួយគាត់ទាមទារការគោរពពីសំណាក់ប្រជាជនរបស់គាត់ហើយនិយាយអំពីការធ្វើឲ្យមានអពុធហេតុសេដ្ឋកិច្ចប៉ុន្តែក្នុងរង្វង់ព្រំដែននៃលទ្ធិប្រជាធិបតេយ្យគាត់ចង់បានអំណាចហើយថែមទាំងឆ្លុះបង្វេរនឹងវាដោយអ្នកនយោបាយឯទៀតដែរគាត់ប្រើប្រាស់ភាសាដដែលរបស់គាត់ដែលនិយាយទៅកាន់វងមនុស្សនៅតាមខេត្តដីហុយត្រឡោមរហូតតតែសម្លេងរបស់គាត់ល្វើយគាត់ធ្វើយុទ្ធនាការប្រៀបបាននឹងជនប្រជាធិបតេយ្យមួយរូបគាត់ចែកចង់đểបោះឆ្នោតជាមួយការសន្យាជាច្រើនហើយបំពេញការសន្យាខ្លះក្នុងចំណោមការសន្យាទាំងនោះតាមរយៈការសាងសង់សាលារៀនផ្លូវនិងប្រឡាយទឹកទូទាំងប្រទេសគាត់មិនស្វែងរកការសងសឹកជាមួយមនុស្សដែលមិនបោះឆ្នោតឲ្យគាត់ទេគាត់ជាឆ្ងាយពីការធ្វើរបៀបនេះផ្ទុយទៅវិញគាត់ត្រឡប់ទៅរកពួកគេហើយផ្ដល់ជូនពួកគេនៅរបស់ដែលពួកគេត្រូវការចាំបាច់សាលារៀននិងប្រឡាយទឹកឡាក់គាត់ជជែកលេងជាមួយពួកគេចែករំលែកបារីជាមួយពួកគេហើយពួកគេក៏ឆ្លើយឆ្លងជាមួយគាត់វិញដែរក្នុងខ្លួនបរិសនេះគឺកុមារម្នាក់គាត់ស្ដាប់កុមារនោះហើយដំណើរឈានឡើងរបស់គាត់ត្រូវបានតម្រែតម្រង់ដោយកុមារនោះមិនមែនមនុស្សច្រើនទេដែលបានដឹងអំពីដំណើរជីវិតពីដំបូងរបស់គាត់និងការលំបាកទាំងឡាយដែលគាត់បានពើប្រទះគាត់នឹងមិនងាយភ្លេចការឈឺចាប់របស់កុមារភាពឡើយអនុស្សាវរីយ៍នៃសេចក្តីស្រេកឃ្លានជាប្រចាំនិងការវិនិច្ឆ័យប្រត់ប្រាស់គាត់រងការញោមញីក្នុងស្មារតីដោយការកាប់សម្លាប់ជាច្រើនដែលគាត់ធ្លាប់ឃើញកាលនៅវ័យជំទង់
រូបភាពទាំងនោះខ្លាចស្រពោននៅក្នុងខួរក្បាលរបស់គាត់ធ្លាប់សុបិនអាក្រក់ដាក់ឲ្យភ្ញាក់ឡើងកណ្ដាលអាត្រៀតជាមួយដងខ្លួនស្រេចស្រាប់ជោគទៅដោយញើសប្រៀបបាននឹងទាហានជើងចាស់នៃសង្គ្រាមគួរឲ្យរន្ធត់មួយអញ្ចឹងសុបិនទាំងនោះចាប់ផ្ដើមមុនយូរណាស់មកហើយក្មេងប្រុសម្នាក់នេះត្រូវតែចាក់ចេញពីភាពកក់ក្ដៅនិងចម្រោកនៃផ្ទះរបស់គេនៅខេត្តកំពង់ចាមហើយត្រូវបានបង្ខំឲ្យរស់នៅក្នុងវត្តអារាមក្រោមការសន្តោសប្រណីពីព្រះសង្ឃព្រោះឪពុកម្ដាយរបស់គេបានធ្លាក់ខ្លួនក្នុងភាពលំបាកហើយក្នុងវ័យក្មេងខ្ចីនៅទីនោះគេរៀនសូត្រចេះដឹងណាតើជីវិតលំបាកមានរសជាតិបែបណាគេដើរបិណ្ឌបាត់ម្ហូបអាហារដើម្បីយកទៅប្រគេនព្រះសង្ឃនិងចិញ្ចឹមខ្លួនគេផ្ទាល់រែកទឹកធ្ងន់ក្នុងចម្ងាយឆ្ងាយហើយដេកលើកម្រាលរឹងមូសខាំរហូតដល់មានជំងឺគេចម្ងាយពេលយូរជាមួយអ្នកស្គាល់និងមិត្តស្និទ្ធស្នាលតាមផ្លូវដែលបានក្លាយជាផ្ទះទី2របស់គេនៅពេលដែលគេធ្វើកិច្ចការជាប្រចាំកុមារក្នុងវ័យលេងច្រើនម្នាក់នេះដឹងខ្លួនថាគេមានប្រាជ្ញាវាងវៃក្នុងល្បែងអុកគេរៀនចេះល្បែងនេះពីតូបកាត់សក់ក្នុងស្រុកមួយមិនយូរប៉ុន្មានអ្នកលេងអុកមានបទពិសោធន៍ច្រើនអ្នកដឹងថាកុមារនេះអាចចូលប្រឡូកក្នុងល្បែងនេះបានហើយទោះជាសេចក្តីស្រេកឃ្លានយំញីពោះរបស់គេក្តីក៏គេមិនយកភ្នែករបស់គេចេញពីសៀវភៅដែរគេអានក្រោមពន្លឺរស្មីព្រះច័ន្ទនាពេលពាក់កណ្ដាលអាត្រៀតក្នុងភាពពាក់កណ្ដាលអន្តការហើយទទួលបានលេខល្អគួរសមក្នុងថ្នាក់គ្រូរបស់គេតាមមើលការរីកចម្រើនរបស់គេប៉ុន្តែពួកគេមានការព្រួយបារម្ភថាកុមារនេះជាមនុស្សស្ងប់ស្ងៀមមួយប្រភេទសង្គ្រាមដែលកំពុងរីករាលដាលបានធ្វើឲ្យជីវិតរបស់គេក្រឡាប់ចាក់ក្បាលចុះក្រោមជើងឡើងលើដោយរុញគាត់ខ្ទាតចេញពីវត្តអារាមទៅក្នុងភាពព្រៃផ្សៃក្នុងព្រៃពេលដែលសម្ដេចសីហនុត្រូវបានគេដកចេញពីតំណែងក្នុងរដ្ឋប្រហារយុវជនម្នាក់នេះចូលរួមចលនាប្រឆាំងដើម្បីយកសម្ដេចសីហនុមកកាន់អំណាចវិញអ្វីដែលធ្វើឲ្យគេកាន់តែចង់ខ្លាំងថែមទៀតនោះគឺសេចក្តីអំពាវនាវរបស់សម្ដេចសីហនុចំពោះវ័យក្មេងដែលធ្វើឲ្យយុវជនហ៊ុនសែនធ្លាក់ខ្លួនក្នុងមនោគមរបស់ព្រះអង្គហើយត្រៀមខ្លួននឹងស្លាប់ដើម្បីព្រះអង្គម្ចាស់វ័យក្មេងម្នាក់ដោយខ្សែភាពយន្តរបស់ព្រះអង្គដែលយុវជនហ៊ុនសែនធ្លាប់ទស្សនាកាលពីគេនៅក្មេងសម្រាប់យុវជនម្នាក់នេះសម្ដេចសីហនុមិនត្រឹមតែជាវីរក្សត្រនយោបាយម្នាក់ប៉ុណ្ណោះទេប៉ុន្តែជាតួឯកប្រកបដោយគេវរូបទៀតផងក្នុងភាពចំអកមួយក្នុងចំណោមភាពចំអកជាច្រើនក្នុងជីវិតក្រោយមកទៀតលោកហ៊ុនសែនបានជួលគ្នាជាមួយសម្ដេចសីហនុវីរជនរបស់គាត់កាលពីនៅកុមារភាពបានក្លាយជាសត្រូវរបស់គាត់ក្នុងអំឡុងពេលកិច្ចចរចាស្វែងរកសន្តិភាពលោកហ៊ុនសែនអាចនៅជាកូនទាហានម្នាក់ដែលគេមិនស្គាល់គឺជាកូនទាហានដែលរស់ហើយស្លាប់គ្មានគេឈ្មោះបាន15នាទីផងប៉ុន្តែគាត់បានរៀនចេះដឹងរបៀបរក្សាជីវិតឲ្យនៅរស់គាត់សិក្សាសិល្បៈសង្គ្រាមឧទាមហើយប្រឹងប្រែងបោកប្រាស់សេចក្តីស្លាប់នៅពេលដែលវាអំពាវនាវហៅរកគាត់ជាច្រើនលើករាប់មិនអស់រួចមកហើយពេលដែលគាត់ចូលរួមក្នុងចលនាប្រឆាំងគាត់មិនដឹងថាគាត់ត្រូវបានគ្រប់គ្រងដោយពួកខ្មែរក្រហមទេចំពោះគាត់វាមិនសំខាន់ទេថាអ្នកណាដឹកនាំចលនានោះដរាបណារបបគួរឲ្យស្អប់ខ្ពើមរបស់លន់ នល់ត្រូវបានផ្ដួលរំលំលោកហ៊ុនសែនបានបង្ហាញខ្លួនជាទាហានឧទាមដ៏ខ្លាំងមួយរូបតាំងតែមុនខ្មែរក្រហមចូលកាន់អំណាចទៅទៀតគាត់ក៏ធ្លាប់ស្គាល់ភាពខ្វះការអត់ធ្មត់ការជ្រៀតជ្រែកបែបស្ត្រីមេដោះនិងការគិតបែបផ្ដេសផ្ដាសដែលពួកខ្មែរក្រហមធ្លាប់មានពួកវាបង្កើតឡើងរាល់ឧបសគ្គដើម្បីរារាំងគាត់មិនឲ្យរៀបការជាមួយនឹងប៊ុនរ៉ានីនៅទីបំផុតភ្លើងកំហឹងនៃសេចក្តីឃ្លាវខ្លារបស់ពួកគេទាំងពីរនាក់មានទំហំធំធេងពេកសម្រាប់អង្គការនឹងពន្លត់បានប៉ុន្តែដំណើរការនៃការបំបែកខ្លួនចេញពីពួកខ្មែរក្រហមបានចាប់ផ្ដើមហើយគូស្វាមីភរិយាវ័យក្មេងមួយគូនេះដឹងខ្លួនថានេះមិនមែនជាចលនាប្រឆាំងដែលពួកគេបានចូលរួមទេវាបានប្រែក្លាយអន់ថយទៅជាអំពើថោកទាបការគ្រប់គ្រងតឹងតែងនិងអំពើឃោរឃៅអមនុស្សធម៌លោកហ៊ុនសែននិងមិត្តរបស់គាត់ស្រងាក់ចិត្តដោយសារទន្លេឈាមដែលពួកខ្មែរក្រហមបានចាប់ផ្ដើមឡើងចំណុចរបត់ចូលមកដល់នៅពេលដែលគាត់ត្រូវបានគេបញ្ជាឲ្យធ្វើការវាយប្រហារទៅលើសមាគមចាមតូចមួយគាត់ងើបឡើងបះបោហើយភៀសខ្លួនទៅប្រទេសវៀតណាមតើដៃរបស់គាត់ស្រេចស្រាប់ដោយឈាមឬទេការស៊ើបអង្កេតមួយទៅក្នុងការកាប់សម្លាប់រង្គាលដែលផ្ដល់មូលនិធិដល់ក្រសួងការបរទេសសហរដ្ឋអាមេរិកហើយធ្វើដោយសាកលវិទ្យាល័យ Yale មិនបានរកឃើញភស្តុតាងណាមួយដើម្បីឆ្លៃដាក់លោកហ៊ុនសែនក្នុងអំពើប្រល័យពូជសាសន៍នេះទេលោកហ៊ុនសែនថែមទាំងស្វាគមន៍ការស៊ើបអង្កេតនោះទៀតផងហើយនិយាយថាគាត់បើកចំហចំពោះការសាកសួរណាមួយអំពីរូបគាត់ដោយពិចារណាអ្វីៗគ្រប់ជ្រុងជ្រោយទៅវាបានបង្ហាញថាដៃរបស់គាត់ស្អាតចេះដោយធ្វើឲ្យបះបោរដោយសារការកាប់សម្លាប់គាត់មើលឃើញថាវាកាន់តែពិបាកឡើងក្នុងការរស់នៅជាមួយខ្មែរក្រហមហើយកិច្ចខ្លួនបន្តិចមុននឹងប៉ុលពតបញ្ជូនក្រុមធ្វើឃាតមកសម្លាប់គាត់ក្មេងប្រុសម្នាក់ដែលប្រយុទ្ធប្រឆាំងនឹងអំពើអយុត្តិធម៌មួយតាមរយៈការចូលរួមចលនាប្រឆាំងឥឡូវនេះក្លាយជាបរិសុទ្ធពេញវ័យហើយបរិសុទ្ធនេះតស៊ូប្រឆាំងនឹងភាពអយុត្តិធម៌មួយទៀតដោយកិច្ចខ្លួនទៅប្រទេសវៀតណាមការភៀសខ្លួនទៅវៀតណាមជាជំរើសតែមួយគត់សម្រាប់គាត់គ្មានអង្គការណាផ្សេងដែលមានអធិភាពនៅកម្ពុជានៅពេលនោះដើម្បីងើបឡើងប្រឈមជាមួយខ្មែរក្រហមឬដើម្បីដាក់ការបញ្ចប់ទៅនឹងការបង្ហូរឈាមនេះទេគាត់ត្រូវតែងាកទៅរកអំណាចបរទេសជាមិត្តវាជាជំហានប្រថុយប្រឋានមួយពោពេញដោយគ្រោះថ្នាក់សម្រាប់ខ្លួនឯងផ្ទាល់និងទាំងសម្រាប់ជាតិទាំងមូលភាពប្រថុយប្រឋានទី1ដែលគាត់អាចប្រឈមជាមួយគឺការចាប់ខ្លួននិងការសម្លាប់ចោលដោយពួកវៀតណាមភាពប្រថុយទី2គឺការបំផ្លាញផលប្រយោជន៍របស់ប្រទេសគាត់តាមការលេងល្បែងធ្លាក់ចូលក្នុងដៃរបស់អ្នកជិតខាងដែលមានអំណាចខ្លាំងជាងវាជាអភូតហេតុមួយដែលគាត់នៅរស់រានមានជីវិតហើយផលប្រយោជន៍របស់ជនរួមជាតិគាត់ត្រូវបានរក្សានៅគង់វង្សដដែល
អ្នករងគ្រោះទាំងឡាយនៃការអត់ឃ្លាននិងទរណកម្មដែលរស់ចាក់ផុតពីទង្វើប្រល័យពូជសាសន៍ត្រូវបានរំដោះជាយថាហេតុដោយកម្លាំងកងទ័ពរួមវៀតណាមនិងកម្លាំងឧទាមកម្ពុជាការបណ្ដុះបណ្ដាលរបស់គាត់ជាទាហានឧទាមនិងជាអ្នកចរចានៅសាលាកម៉ាំងដូខ្មែរក្រហមបានសង្គ្រោះជីវិតគាត់និងជីវិតប្រជាជនកម្ពុជារាប់លានអ្នកក្រោយមកទៀតគាត់តែងតែមើលឃើញដំណើរវិលត្រឡប់របស់គាត់មកប្រទេសកម្ពុជាវិញក្នុងបេសកកម្មសង្គ្រោះជីវិតហើយគាត់សម្រេចបានបេសកកម្មនោះតែវាអាចងាកខុសផ្លូវទៅរកផ្លូវផ្សេងវិញដែរអ្នកចាប់ចងវៀតណាមរបស់គាត់អាចបញ្ជាសម្ដីរបស់គាត់ហើយបាញ់គាត់ស្លាប់នៅនឹងកន្លែងប្រសិនបើលោកហ៊ុនសែនត្រូវបានសម្លាប់ប្រវត្តិសាស្ត្រកម្ពុជានឹងទៅផ្សេងខុសពីនេះហើយយនភាពអាចនឹងមានទ្រង់ទ្រាយធំជាងនេះអំពើប្រល័យពូជសាសន៍ដែលក្នុងនោះប្រជាជន 7.7 លាននាក់ត្រូវបានគេសម្លាប់អាចនឹងធ្លាក់រហូតទៅដល់មរណភាព 4 លាននាក់តាមរយៈការអត់ឃ្លាននិងជំងឺតែប៉ុណ្ណោះប្រសិនបើប៉ុល ពតបានបន្តជាមួយការកាប់សម្លាប់តទៅទៀតនោះពាក់កណ្ដាលនៃប្រជាជនទាំងមូលប្រហែលជាត្រូវបានបោះសម្អាតអស់បាត់ទៅហើយប្រទេសកម្ពុជាអាចនឹងក្លាយជាមហន្តរាយមនុស្សជាតិដ៏ធំមួយរឿងនេះអាចនឹងកើតមានឡើងមែនពីព្រោះគ្មានការចង្អុលបង្ហាញណាមួយសោះអំពីអង្គការរបស់ប៉ុល ពតថាមានការអភិវឌ្ឍសេដ្ឋកិច្ចឡូស៊ីកណាមួយក្រៅតែពីកម្មវិធីពឹងផ្អែកលើកសិកម្មរបស់គាត់ដែលបរាជ័យហើយនោះលោកហ៊ុនសែនរស់ក្នុងគុកវៀតណាមច្រើនបែបហើយសេចក្តីសង្ឃឹមរបស់ជនរួមជាតិគាត់រាប់លាននាក់ត្រូវបានរក្សាឲ្យមានជីវិតជាមួយគាត់ជាប់ជានិច្ចមនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសកម្ពុជាចោះចូលជាមួយកម្លាំងរំដោះពួកគេបន់ស្រន់ឲ្យមានថ្ងៃមួយដែលយុទ្ធនាការដើម្បីប្រូររំលំប៉ុល ពតចេញជាផ្លែផ្កាក្រោយពីមានភាពទុរភិក្សអស់ពេលជាច្រើនឆ្នាំទាំងបុគ្គលនិងនយោបាយវាជាគុណបំណាច់នៃការប៉ិនប្រសប់របស់លោកហ៊ុនសែនដែលគាត់អាចបញ្ចូលមេដឹកនាំយោធាវៀតណាមថាវាក៏ស្ថិតក្នុងផលប្រយោជន៍របស់ពួកគេដែរក្នុងការរំដោះប្រទេសរបស់គាត់ចំពោះវៀតណាមវានឹងជាការអនុវត្តមួយដែលចំណាយតម្លៃយ៉ាងខ្ពស់ដោយពាក់ព័ន្ធកងពលធំជាច្រើនការបាត់បង់ជីវិតសន្ធឹកសន្ធាប់និងប្រតិកម្មអន្តរជាតិដ៏ធ្ងន់ធ្ងរប្រឆាំងនឹងការធ្វើអន្តរាគមន៍នៅកម្ពុជាប៉ុន្តែលោកហ៊ុនសែនមានលទ្ធភាពធ្វើតលហិកប្រកបដោយជោគជ័យថានៅទីបញ្ចប់ការរំដោះមានសារៈសំខាន់ណាស់ដើម្បីធ្វើឲ្យប្រជាជនរួចផុតពីរបបអមនុស្សធម៌មួយមុនដំបូងវៀតណាមនៅអល់ឯកប៉ុន្តែនៅទីបំផុតពួកគេត្រូវបានបង្ខំឲ្យធ្វើការវាយបកមកវិញនៅពេលដែលប៉ុល ពតបើកការវាយលុកម្ដងហើយម្ដងទៀតទៅលើបណ្ដាភូមិនានាតាមព្រំដែនរបស់គេទោះជាលោកហ៊ុនសែនជាមនុស្សនាំមុខក៏ដោយគាត់មិនអាចទទួលជ័យជំនះបានទេក្នុងបេសកកម្មដ៏ធំធេងរបស់គាត់បើគ្មានជំនួយពីសមាមិត្តរបស់គាត់គឺលោកហេងសំរិនលោកជាស៊ីមលោកប៉ែនសវណ្ណនិងអ្នកឯទៀតដែលរួមគ្នាបង្កើតរណសិរ្សរួមមួយជាពិសេសលោកហេងសំរិននិងលោកជាស៊ីមបានពូនផ្ដុំការគ្រប់គ្រងរបស់ប្រជាជនរាប់ពាន់នាក់ក្នុងបណ្ដាខេត្តប៉ែកបូព៌ាដែលកំហឹងរបស់ពួកគេនៅទីនោះកំពុងតែរងចាំដើម្បីសម្រួចឲ្យកាន់តែមុតប៉ុណ្ណោះការរំដោះនៅមិនឆ្ងាយប៉ុន្មានទេកម្លាំងរបស់ប៉ុល ពតចោះចាញ់ដោយសារលាតត្រដាងឲ្យឃើញនៅស្នូលប្រហោងក្នុងរបស់របបមួយដែលឈួតលីលានិងខ្វះការទទួលខុសត្រូវមែនទែនក្នុងការវាយប្រហារទៅលើប្រទេសវៀតណាមតែមិនបានត្រៀមការពារខ្លួនទៅវិញពិភពលោកបានឃើញគួរឲ្យអស់សំណាច់ប៉ុណ្ណាទៅរបស់ប៉ុល ពតនោះបន្ទាប់ពីលោកហ៊ុនសែនមានលាភជ័យរូបគាត់និងសមាមិត្តរបស់គាត់ហោះពីទីក្រុងហូជីមិញមកភ្នំពេញតាមយន្តហោះវៀតណាមមួយគ្រឿងសំណួរបឋមបង្អស់ក្នុងគំនិតរបស់ពួកគេគឺពាក់ព័ន្ធទៅនឹងអំឡុងពេលនៃវត្តមានរបស់កងទ័ពវៀតណាមនៅក្នុងប្រទេសកម្ពុជាក្រោយពីពួកខ្មែរក្រហមត្រូវបានប្តូររំលំតើពួកវៀតណាមគួរចេញទៅវិញឬក៏ពួកគេគួរនៅតទៅទៀតលោកហ៊ុនសែននិយាយថាគាត់ផ្ទាល់បានស្នើឲ្យកងកម្លាំងវៀតណាមបន្តស្នាក់នៅរបស់ពួកគេដើម្បីធានាឲ្យបានថាពួកខ្មែរក្រហមត្រូវបានទប់នៅត្រឹមតំបន់តាមព្រំប្រទល់ថៃដើម្បីបង្កលក្ខណៈឲ្យគេបង្កើតនិងបំពាក់អាវុធដល់កងកម្លាំងប្រដាប់អាវុធកម្ពុជាថ្មីមួយការចាក់ចែងប្រញាប់មួយប្រៀបបាននឹងការបើកទ្វារក្រោយសម្រាប់ការវិលត្រឡប់មកវិញរបស់ប៉ុល ពតរបបថ្មីនេះនៅរង្គោះរង្គើដល់កម្រិតដែលអ្នកការទូតជាច្រើនផ្ដល់ពេលឲ្យរបបថ្មីនេះមិនលើសពីប៉ុន្មានខែតែប៉ុណ្ណោះមុននឹងខ្មែរក្រហមវាយបើកផ្លូវរបស់វាចូលក្រុងភ្នំពេញវិញពេលដែលគណៈបកនៃរបបនោះគឺគណៈបកប្រជាជនបដិវត្តកម្ពុជាលើកដំកើងបរិះវ័យក្មេងហើយខ្វះការបទពិសោធន៍ម្នាក់នេះទៅដល់តំណែងរដ្ឋមន្ត្រីការបរទេសគឺជាការទទួលស្គាល់ការរួមវិភាគទានដ៏ធំធេងរបស់គាត់ក្នុងការសង្គ្រោះនិងថែរក្សាជាតិវាជាសមិទ្ធផលប្រៀបផ្ទឹមមិនបានក្នុងការទទួលរង្វាន់ម្ដងទៀតពេលដែលគាត់ត្រូវបានតែងតាំងឲ្យធ្វើជានាយករដ្ឋមន្ត្រីប៉ុន្តែផែនការណាក៏ដោយដែលនាយករដ្ឋមន្ត្រីវ័យក្មេងនេះមានសម្រាប់អភិវឌ្ឍប្រទេសរបស់គាត់ត្រូវទុកស្កកមួយកន្លែងព្រោះប្រទេសរបស់គាត់មិនត្រូវបានទទួលស្គាល់ដោយពិភពមិនមែនកុម្មុយនីសការសោកស្ដាយធំមួយក្នុងការសោកស្ដាយជាច្រើនរបស់លោកហ៊ុនសែនគឺថារដ្ឋាភិបាលរបស់គាត់មិនត្រូវបានគេឲ្យខ្ចីអនុទានដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់ខ្លួនដូចជាផ្លូវស្ពានរោងចក្រផលិតអគ្គិសនីប្រលានយន្តហោះនិងកំពង់ផែសមុទ្រដូច្នេះបន្ទាប់ពីគាត់បានរំដោះប្រជាជនចេញពីមរណភាពមួយគាត់អាចធ្វើអ្វីៗបានតិចតួចណាស់ដើម្បីធ្វើឲ្យជីវភាពរបស់ពួកគេបានប្រសើរឡើងភាពជាក់ស្ដែងពោពេញដោយបញ្ហាទាំងអម្បាលម៉ាននេះបានប្រឡោមអតីតទាហានឧទាមដែលមិនចេះសម្របសម្រួលម្នាក់នេះឲ្យជជែកជាមួយសត្រូវរបស់គាត់ជំហានបន្ទាប់មកទៀតគឺការចរចាសន្តិភាពជាមួយសម្ដេចសីហនុក្នុងនោះគាត់មានប្រៀបជាងព្រះអង្គដែលហត់នឿយមួយអង្គនេះ
ដែលក្រោយមកបានសរសើរលោកហ៊ុនសែនអំពីកិច្ចប្រឹងប្រែងរបស់គាត់ដើម្បីរកបានដំណោះស្រាយមួយសម្ដេចសីហនុមានបន្ទូលថាប្រទេសកម្ពុជាត្រូវការហ៊ុនសែនច្រើនអ្នកទៀតនៅទីបំផុតឆ្នាំ1991កិច្ចព្រមព្រៀងសន្តិភាពមួយត្រូវបានគេចុះហត្ថលេខាមកដល់ពេលនេះលោកហ៊ុនសែនលោកហេងសំរិននិងលោកជាស៊ីមមើលឃើញភាពចាំបាច់ក្នុងការក្រវែងចោលលទ្ធិកុម្មុយនីសហើយដឹកនាំគណៈបករបស់ពួកគេឆ្ពោះទៅរកការបោះឆ្នោតមិនដែលប្រទះនឹងការបោះឆ្នោតម្ដងណាសោះក្នុងជីវិតរបស់គាត់លោកហ៊ុនសែនស្រាប់តែត្រូវបានអូសទាញឲ្យសកម្មក្នុងយុទ្ធនាការបោះឆ្នោតភ្លាមមួយរំពេចដោយធ្វើជាប្រធានកិច្ចប្រជុំនានានិងប្រជែងដើម្បីដើរមុខគណៈបកដទៃទៀតគាត់រៀនចេះថាតើត្រូវធ្វើជាជនប្រជាធិបតេយ្យរបៀបម៉េចប៉ុន្តែមិនបានត្រៀមខ្លួនដើម្បីប្រឈមមុខជាមួយសាលក្រមរបស់ប្រជាជនក្នុងការបោះឆ្នោតឆ្នាំ1993ទេគាត់ចាញ់ព្រះអង្គម្ចាស់រណរិទ្ធឈ្នះហើយក្លាយជានាយករដ្ឋមន្ត្រីទី1លោកហ៊ុនសែនត្រូវបានតែងតាំងធ្វើជានាយករដ្ឋមន្ត្រីទី2រដ្ឋាភិបាលចម្រុះឃ្លីងឃ្លងរបស់ពួកគេមានអាយុត្រឹមតែពេលដែលព្រះអង្គម្ចាស់រណរិទ្ធចូលដៃជាមួយខ្មែរក្រហមហើយនាំចូលអាវុធដោយសម្ងាត់លោកហ៊ុនសែនមើលឃើញព្រះអង្គម្ចាស់រណរិទ្ធថាជាការគំរាមកំហែងមួយចំពោះស្ថិរភាពហើយទម្លាក់ព្រះអង្គនៅឆ្នាំ1997បន្ទាប់ពីការប្រយុទ្ធបង្ហូរឈាមតាមដងផ្លូវអស់ប្រមាណថ្ងៃមករំពេចនោះបរិះដែលធ្លាប់តែស្ថិតនៅក្នុងស្រមោលរបស់ព្រះអង្គម្ចាស់រណរិទ្ធលេចមុខចេញមកជាបរិះខ្លាំងម្នាក់គាត់កាន់អំណាចហើយរក្សាវាបានខ្ជាប់ខ្ជួនបរិះវ័យក្មេងដែលរស់ក្បែរកាំភ្លើងបានប្រើប្រាស់កាំភ្លើងជូតកណ្ដុងវាយ៉ាងស្អាតហើយសោកវាចូលទៅក្នុងស្រោមវិញប៉ុន្តែមុខមាត់របស់លោកហ៊ុនសែនត្រូវប្រឡាក់ប្រឡោះខ្លះដោយសារទំនាក់ទំនងជាមួយបរិះមានជាងគេនៅកម្ពុជាគឺលោកថេងប៊ុនម៉ាប្រទេសថៃបានចេញដីកាចាប់ខ្លួនចំពោះលោកថេងប៊ុនម៉ាពីបទចោទក្លែងបន្លំមិនទាន់មានភស្តុតាងនៅថ្ងៃទី22មិថុនាឆ្នាំ1998ថាគាត់ទទួលបានលិខិតឆ្លងដែនថៃតាមរយៈការប្រើឈ្មោះបន្លំគាត់ក៏ស្ថិតក្រោមការស៊ើបអង្កេតនៅហុងកុងផងដែរក្នុងការចាត់ប្រកាន់ប្រើប្រាស់លិខិតឆ្លងដែនคล้ายៗដើម្បីចុះបញ្ជីក្រុមហ៊ុនរបស់គាត់ឈ្មោះថៃបន្រុងតែនៅភ្នំពេញឯនេះវិញលោកប៊ុនម៉ានៅតែជាតួអង្គមានអំណាចមួយគាត់កាន់កាប់សន្តាគារធំមួយហើយធ្លាប់ជាប្រធានសភាពាណិជ្ជកម្មកម្ពុជាលោកប៊ុនម៉ាត្រូវបានគេហាមមិនឲ្យចូលសហរដ្ឋអាមេរិកដែលនិយាយថាគេមានភស្តុតាងដាក់គាត់ក្នុងបទរត់ពន្ធគ្រឿងញៀនបើទោះជាគាត់បានបដិសេធការចាត់ប្រកាន់នោះក៏ដោយប៉ុន្តែមានម្ដងនោះគាត់សារភាពថាគាត់ធ្លាប់ផ្ដល់លុយរាប់លានដុល្លារអាមេរិកដើម្បីផ្គត់ផ្គង់យុទ្ធនាការបោះឆ្នោតរបស់លោកហ៊ុនសែនដែលមិនខ្ចីភ្ញាក់ផ្អើលនឹងការសម្ដែងរបស់លោកប៊ុនម៉ាលោកហ៊ុនសែនប្រញាប់ដៃជាមួយការបោះឆ្នោតឆ្នាំ1998គណៈបករបស់គាត់ឈ្នះក្នុងសម្លេងច្រើនប៉ុន្តែមិនគ្រប់2/3ដើម្បីដឹកនាំតែម្នាក់ឯងទេតែក្តីប្រាថ្នារបស់លោកហ៊ុនសែនទទួលការរុំរិតជាថ្មីម្ដងទៀតគាត់បានលេងល្បែងប្រជាធិបតេយ្យការបោះឆ្នោតត្រូវបានអ្នកសង្កេតការណ៍អន្តរជាតិមើលឃើញថាមានភាពត្រឹមត្រូវប៉ុន្តែគាត់នៅតែមិនអាចសណ្ដោងប្រទេសទាំងមូលទៅជាមួយគាត់បានទោះជាទៅជាអ្វីក៏ដោយតាមមើលគ្មានជំរើសណាផ្សេងពីលោកហ៊ុនសែនទេមានតែគាត់ទេដែលមានសមត្ថភាពគ្រប់គ្រងប្រទេសមួយដែលហែកហួរដោយសង្គ្រាមស៊ីវិលដោយពួកឧទាមខ្មែរក្រហមនៅសេសសល់ដោយពួកចៅនិងពួកចាប់ចម្រិតគាត់និងមេគណៈបករបស់គាត់លោកជាស៊ីមនិងហេងសំរិននៅតែជាមេដឹកនាំរបស់កម្ពុជាដដែលពីមុនម្ដងរួចមកហើយប្រជាជនកម្ពុជាបានលេងល្បែងដប់ទុកផ្ដាក់អនាគតរបស់ពួកគេក្នុងដៃរបស់បរិះម្នាក់ដែលបានសង្គ្រោះពួកគេពីខ្មែរក្រហមជាថ្មីម្ដងទៀតលទ្ធផលនៃការបោះឆ្នោតឆ្នាំ1998បង្ហាញថាប្រជាជនត្រៀមខ្លួនប្រថុយចាត់ទុកគាត់ជាអនាគតមេដឹកនាំរបស់ពួកគេទៀតវាត្រូវម៉េចនឹងកាលានុវត្តភាពដែលគាត់បានរងចាំប្រទេសកម្ពុជាអាចគ្រប់គ្រងដោយមនុស្សម្នាក់មួយប្រភេទតែប៉ុណ្ណោះគឺបរិះខ្លាំងលោកហ៊ុនសែនឆ្លើយតបវិញដោយខ្លាចជាបរិះខ្លាំងមែនប្រជាជនកម្ពុជាកំពុងសួរសំណួរដែលគេកំពុងស្វែងរកចម្លើយតើស្អីទៅជាអនាគតរបស់កម្ពុជាក្រោមលោកហ៊ុនសែនតើគាត់អាចធ្វើឲ្យគម្លាតមួយយ៉ាងស្អាតពីកំហុសអតីតកាលទេតើគាត់អាចកែតម្រង់រដ្ឋាភិបាលរបស់គាត់ដើម្បីបញ្ចប់អំពើពុករលួយនិងរលកជន់ជោរនៃអំពើហិង្សាដែរឬទេបណ្ដាបណ្ឌិតនយោបាយនៅភ្នំពេញបានប្រញាប់ប្រញាល់ក្នុងការប៉ុនប៉ងដើម្បីឆ្លើយសំណួរគួរឲ្យមួម៉ៅទាំងនេះកងសង្សុសនាដើមឆ្នាំ1999គឺថាលោកហ៊ុនសែនប្រហែលជាអាចក្នុងផលប្រយោជន៍ខ្ពស់របស់គាត់ដកចេញមនុស្សចម្រូងចម្រាសតែមានអំណាចជាច្រើនក្នុងរង្វង់មជ្ឈដ្ឋានមនុស្សចំណិតរបស់គាត់ហើយក្នុងរង្វង់គណៈបកប្រជាជនកម្ពុជាដើម្បីបញ្ជូនសារច្បាស់លាស់មួយទៅសហគមន៍អន្តរជាតិថាគាត់មានចេតនាបំបែកចេញពីអតីតកាលហើយផ្ដល់ការចង្អុលបង្ហាញអំពីការបដិញ្ញាចិត្តរបស់គាត់ក្នុងការបង្កើតប្រព័ន្ធដំណាភាពមួយវាត្រូវបានគេជឿថាវានឹងមានភាពលំបាកសម្រាប់លោកហ៊ុនសែនក្នុងការកាត់ទំនាក់ទំនងជាមួយមនុស្សដែលធ្លាប់តែរក្សាភក្តីភាពមោះមុតចំពោះគាត់ទោះជាយ៉ាងណាក៏ដោយវាបានក្លាយជាការចាំបាច់សម្រាប់លោកហ៊ុនសែនដើម្បីចាប់ផ្ដើមគិតអំពីការសម្អាតមជ្ឈដ្ឋានខាងក្នុងរបស់គាត់ជាមួយការសម្លឹងមើលទៅការបោះឆ្នោតនៃឆ្នាំ2003អ្នកបោះឆ្នោតកម្ពុជានឹងវាយតម្លៃអាណត្តិរបស់គាត់ជានាយករដ្ឋមន្ត្រីក្នុងក្រសែភ្នែកទីទានមួយពួកគេនឹងមិនគ្រាន់តែធ្វើការតាមដានការរួមវិភាគទានរបស់គាត់ដើម្បីលើកតម្កើងជីវភាពរបស់ពួកគេប៉ុណ្ណោះទេពួកគេនឹងវិនិច្ឆ័យគាត់តាមរយៈគុណភាពរបស់មនុស្សរដ្ឋបាលរបស់គាត់
គាត់ដឹងអំពីសេចក្តីត្រូវការរបស់ប្រជាជនគាត់ហើយថារាល់សកម្មភាពរបស់គាត់នឹងត្រូវបានវិនិច្ឆ័យយ៉ាងប្រុងប្រយ័ត្នដោយពួកគេគាត់បានចាប់ផ្ដើមអាណត្តិនាយករដ្ឋមន្ត្រីរបស់គាត់ហើយជាមួយការគាំទ្រយ៉ាងច្រើននិងសេចក្តីស្រឡាញ់ពីសំណាក់ប្រជាជនកម្ពុជានៅជនបទប៉ុន្តែគាត់ដឹងថាមនុស្សដដែលមិនគាំទ្រសកម្មភាពនានារបស់បុគ្គលិកសំខាន់មួយចំនួនរបស់គាត់ឡើយការនិយាយអំពីការដកអ្នកមានភក្តីភាពយូរអង្វែងចេញពីការងារវាងាយជាងធ្វើដូច្នេះគាត់មើលឃើញថាវាប្រហែលជាមានភាពងាយស្រួលជាងក្នុងការកែតម្រង់ពួកគេជាងដកពួកគេចោលក្នុងពាក់កណ្ដាលឆ្នាំ1999គាត់ប្រមានអ្នករួមបករបស់គាត់ឲ្យសម្អាតអំពើពុករលួយនិងអក្រិតកម្មក្នុងសន្និបាតបិទទ្វារមួយដែលមានសមាជិក200នាក់ចូលរួមលោកហ៊ុនសែននិយាយថាប្រសិនបើមានមន្ត្រីណាមួយប្រព្រឹត្តអំពើខុសឆ្គងពួកគេត្រូវធ្វើការផ្លាស់ប្ដូរបើមិនដូច្នោះទេដេញចោលយុទ្ធសាស្ត្រកម្ពុជារបស់គាត់មួយនេះអាស្រ័យលើភាពស៊ីសង្វាក់គ្នានៃកត្តា3យ៉ាងស្ថិរភាពនយោបាយជំនួយបរទេសនិងវិនិយោគទុនបរទេសវាច្បាស់ណាស់ថាគាត់អនុវត្តអំណាចចាំបាច់ដើម្បីផ្ដល់ស្ថិរភាពនយោបាយដែលពាណិជ្ជករក្នុងស្រុកនិងបរទេសប្រាថ្នាចង់បានយ៉ាងខ្លាំងវាក៏ច្បាស់ណាស់ដែរថាគាត់នឹងមិនអត់ធ្មត់ជាមួយសម្លេងចំទាស់នយោបាយទេបើសិនជាវាធ្វើឲ្យប៉ះពាល់ដល់គ្រឹះស្ថិរភាពនយោបាយជាមួយនឹងការដែលអ្នកផ្ដល់ជំនួយធំៗដល់កម្ពុជាដូចជាសហរដ្ឋអាមេរិកជប៉ុននិងសហគមន៍អឺរ៉ុបគាំទ្ររដ្ឋាភិបាលរបស់គាត់វាទំនងជាថាប្រទេសរបស់គាត់នឹងដណ្ដើមបានប្រាក់រាប់ពាន់ដុល្លារក្នុងជំនួយដែលប្រទេសនេះត្រូវការដើម្បីកសាងផ្លូវស្ពាននិងប្រលានយន្តហោះជាមួយស្ថិរភាពនយោបាយនិងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមានគ្រប់គ្រាន់វាជារឿងពេលវេលាប៉ុណ្ណោះមុននឹងវិនិយោគទុនឯកជនហូរចូលដើម្បីបង្កើតការងារនិងនាំប្រជាជនកម្ពុជាឲ្យកាន់តែខិតទៅជិតសុបិនរបស់គេអំពីសន្តិភាពនិងវិបុលភាពលោកហ៊ុនសែនបាននិយាយប្រាប់ពួកយើងម្ដងថាខ្ញុំកសាងសេដ្ឋកិច្ចរបស់យើងដោយបរិះខ្លាំងនៅអាស៊ីអាគ្នេយ៍ឯទៀតបានធ្វើគាត់ចង់ប្រែក្លាយប្រទេសកម្ពុជាទៅជាសេដ្ឋកិច្ចខ្លាំងអាស៊ីមួយទៀតប្រជាជនកម្ពុជាបានផ្ដល់ឱកាសមួយទៀតជូនគាត់ដើម្បីឲ្យគាត់បំពេញតាមពាក្យសម្ដីរបស់គាត់ចាប់ប្រិយម្នាក់ស្ដាប់ជាទីមេត្រីអត្ថបទហ៊ុនសែនបរិះខ្លាំងរបស់កម្ពុជាបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះពុកម៉ែបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការស្ដាប់ក៏ដូចជាទស្សនាតាំងពីដើមរហូតមកដល់ទីបញ្ចប់ហើយនាងខ្ញុំក៏សូមខន្តីអភ័យទោសចំពោះកំហុសខុសឆ្គងពាក្យសម្ដីលើសលួសដោយប្រការណាមួយដោយនាងខ្ញុំអានទៅតាមតែអត្ថបទរបស់អ្នកនិពន្ធតែប៉ុណ្ណោះពីនាងខ្ញុំមនីដួងចិត្ត